សាមញ្ញទៅយកកូនចេញពីសាលាមានណាដើរទៅឃើញជីងកាមដោះល្អមែនទែនចឹងក៏នៅក្នុងខួរក្បាលនឹកឃើញឃ្លានឡាបសាច់គោមានណាបេះយកមកដៃមកដល់ត្រាំទឹកចោលទុកប្រហែលជា1ម៉ោង2ម៉ោងទៅមករៀបចំធ្វើឡាបសាច់គោរបស់យើងនិយាយទៅឲ្យតែឃើញខែនឹងសម្បូរណាស់នៅជប៉ុនសម្បូរមែនទែនមិនថាជីធ្វើត្រីមិនថាជីងកាមទេគឺវាដោះគ្រប់ទិសទីត្មងយើងអាចបេះយកមកញ៉ាំបានប៉ុន្តែពេលយើងបេះក៏យើងត្រូវប្រុងប្រយ័ត្នដែរប្រយ័ត្នប៉ះអត់ចំប៉ះរបស់ក្លែងក្លាយធ្វើឲ្យយើងមានបញ្ហាបានដូចគ្នាប៉ុន្តែយើងត្រូវតែប្រយ័ត្នមែនទែននៅពេលដែលយើងបេះរបស់មកពីព្រៃយកមកញ៉ាំហ្នឹងហើយតែយើងងាកមកមើលឡាបសាច់គោរបស់យើងវិញខ្ញុំកំពុងថាហាន់បន្លែរៀបចំហាន់បន្លែយើងមកមានដូចជាស្លឹកគ្រៃស្លឹកក្រូចឆ្មាស្លឹកក្រូចឆ្មាក្រូចសើចខ្ទឹមសហើយនិងខ្ទឹមបារាំងពណ៌ស្វាយបន្ទាប់មកគឺហាន់សាច់គោរបស់យើងសាច់គោនឹងគឺខ្ញុំអត់ដាក់ឲ្យឆ្អិនពេកទេគឺខ្ញុំដាក់លក្ខណៈថា70%យើងយកត្រឹម70%ឬក៏ medium rare មកហាន់ឲ្យរាងស្ដើងមកយើងហាន់របៀបមិនក៏បានដែរសាច់ចិត្តយើងចង់ហាន់ឲ្យខ្លីឲ្យទូចចំណិតមិនក៏សាច់ចិត្តយើងទេស៊ីសងលើចំណង់ចំណូលចិត្តរបស់យើងទេបន្ទាប់មកយើងមកលាយគ្រឿងលាយទឹកដែលយើងត្រូវធ្វើឡាបសាច់គោខ្ញុំអត់បានលាយធម្មតាទេគឺខ្ញុំយកទឹកត្រីកោះកុងយកមកដាក់ទឹងម្ដងដោយសារតែខ្ញុំមានទឹកត្រីកោះកុងនៅក្នុងទូទឹកកកច្រើនអញ្ចឹងទៅបន្ទាប់មកយើងដាក់គ្រឿងយើងមកគល់ស្លឹកគ្រៃស្លឹកក្រូចចូលមកហើយកូរឲ្យសព្វបន្ទាប់មកយើងដាក់ខ្ទឹមសរបស់យើងដែរយើងកូរឲ្យចូលគ្រឿងគ្នាជាតិហើយយើងភ្លក់មើលថាវាត្រូវនឹងគ្រឿងដែលយើងចង់បាននៅរសជាតិដែលយើងចង់បាននៅប្រៃផ្អែមជូរហឹរនៅបើអត់តិនទេយើងថែមថយទៅតាមតម្រូវចិត្តរបស់យើងទៅបន្ទាប់មកយើងដាក់សាច់គោយើងចូលមកខ្ញុំបន្ថែមដូចជាស្ករហើយនិងអំបិលស្ករនិងម្សៅស៊ុបបន្ទាប់មកនឹងក្រូចឆ្មាបន្តិចតែខ្ញុំបានថតវីដេអូបង្ហាញទេបន្ទាប់មកយើងដាក់អង្ករលីងចូលអង្ករលីងនេះគឺអង្ករលីងរបស់ជប៉ុនខ្ញុំលីងខ្លួនឯងទៅវាអត់ទៅក្រហមល្អទេវារាងសល្មិចទេដោយសារយើងលីងអត់បានក្រហមល្អដែរអញ្ចឹងណានឹងហើយបន្ទាប់មកយើងកូរអង្ករលីងនិងសាច់គោយើងនឹងគ្រឿងយើងនឹងឲ្យចូលជាតិល្អមកនិយាយទៅរបៀបធ្វើគឺមិនសូវជាដូចគ្នាទេគឺលក្ខណៈថាយើងចូលចិត្តបែបណាយើងធ្វើបែបហ្នឹងទៅបន្ទាប់មកគឺខ្ញុំដាក់ជីងកាមជាមួយនឹងខ្ទឹមបារាំងពណ៌ស្វាយនឹងចូលមកហើយកូរឲ្យចូលជាតិគ្នាល្អមកស្បែតែជប៉ុនខ្ញុំក៏កាត់ឃើញគាត់ថាហឹលណាគាត់ថាហឹលណាខ្ញុំថាបើភ្លក់មើលឆ្ងាញ់ណាគាត់ថាអត់ទេបើអត់ដាក់ម្ទេសប្រហែលជាកាត់ញ៉ាំនិយាយទៅមានស្លឹកក្រូចស្លឹកគ្រៃហើយគឺគាត់ដឹងថា1គីឡូម៉ែត្រ4ជ្រុងហើយឆ្ងាយមកយើងកូរឲ្យសពចូលជាតិគ្នាមកហើយគាត់សួរខ្ញុំដែរថាបានជីងកាមមកពីណាលើមិនចេះតិចទេខ្ញុំថាមានអ្នកចិត្តខាងឲ្យខ្ញុំក៏ហក់តែគាត់ថាតើបេះមកពីតាណាទៀតហើយនោះគាត់ឲ្យខ្ញុំបេះទេគាត់ខ្លាចពុលនិយាយទៅក៏គាត់ខ្លាចពុលគាត់ឲ្យយើងបេះទេបើចង់ញ៉ាំទៅទិញនៅផ្សារទៅតែខ្ញុំថាអ្នកចិត្តខាងឲ្យគេថាគ្មានអ្នកចិត្តខាងណាមកឲ្យទេដឹងហើយខ្ញុំបេះកន្លែងទៅនោះខ្ញុំលឺហើយខ្ញុំបិទមុខសើចខ្ញុំអត់ចង់ឲ្យគាត់ដឹងថាខ្ញុំបេះមកអញ្ចឹងគាត់អត់ចង់ឲ្យយើងដើរបេះរបស់ព្រៃយកទេព្រោះវាមិនលក្ខណៈថាវាអាចញ៉ាំបានគ្រាន់តែខ្លាចប៉ះរបស់លក្ខណៈមានមេមានអីចឹងទៅលាងអត់ស្អាតចឹងទៅខ្លាចពុលខ្លាចអីចឹងទៅតែនេះមីខ្ញុំនេះក្បាលរឹងណាក្បាលរឹងមែនទែនបន្ទាប់មកយើងចាប់ផ្ដើមរៀបបន្លែយើងមកបន្លែខ្ញុំផ្ទឹបបន្លែមានតកមានម្ទេសផ្លោកហើយនិងការ៉ុតមានតែប៉ុណ្្នឹងឯងដែលសារអត់បានទៅផ្សារទេអញ្ចឹងក៏ចេះតែឆ្នៃយកមកញ៉ាំជាមួយនឹងឡាបសាច់គោនឹងមករួចជាការស្រេចអូយតំណងមែនទែនឆ្ងាញ់ណាឆ្ងាញ់មែនទែនដាក់អស់មកកំប៉ុងម្នាក់ឯងនឹងហើយនឹងគឺជារបៀបដែលខ្ញុំតែឆ្នៃយកមកធ្វើឡាបសាច់គោបែបខ្មែរយើងតែជប៉ុនឃើញក៏ចង់ញ៉ាំដែរតែលក្ខណៈមានស្លឹកក្រូចស្លឹកគ្រៃអញ្ចឹងទៅក៏គាត់អត់ចេះញ៉ាំទេដោយសារក្លិនវាអញ្ចឹងទៅនឹងហើយអរគុណច្រើនជម្រាបលាតាអញ្ចឹងឆ្ងាញ់ទាំងអស់គ្នា